ខ្ញុំមិនចង់ឆ្លោះជាមួយអ្នកតាំងពីដំបូងឡើយប៉ុន្តែខ្ញុំចង់ប្រាប់អ្នកអ្វីមួយអ្នកមិនដែលយល់ពីខ្ញុំពិតប្រាកដទេដូច្នេះកុំដាក់ទស្សនៈរបស់អ្នកមកលើខ្ញុំយើងមកពីពិភពលោកខុសគ្នាទាំងស្រុងខ្ញុំដឹងថាអ្នកចង់នាំលេងស៊ីទៅកាន់កំពូលឥឡូវនេះប៉ុន្តែអ្នកមិនយល់ច្បាស់ពីខ្លួនឯងទេដោយសារសមត្ថភាពរបស់អ្នកវាមិនអាចទៅរួចទេសម្រាប់អ្នកក្នុងការសម្រេចគម្រោងមួយដែលមានតម្លៃ300,000 លានដុល្លារគឺហួសពីសមត្ថភាពរបស់គ្រួសារលេងឆ្ងាយណាស់វាមិនអាចទៅរួចទេក្នុងការចាប់ខ្ញុំណែនាំអ្នកឲ្យបោះបង់ចោលឲ្យបានឆាប់ជាជាងយឺតបើមិនដូច្នោះទេគ្រួសារលេងទាំងមូលនឹងត្រូវវិនាសសូន្យជីតាឲ្យសូមថែរក្សាខ្លួនឯងផងលេហើយប៉ាអ្នកបានទៅឆ្ងាយពេកហើយអញហ៊ានជេរប្រមាថគ្រួសារលេងរបស់យើងម្ល៉េះខ្ញុំមិនខ្វល់ពីលីនឆេនទេតើអ្នកបានឲ្យថ្នាំវេទមន្តប្រភេទអ្វីដល់ជីតារបស់ខ្ញុំជីតាបានទុកមរតករបស់គាត់80ឲ្យអ្នកស្រមកខ្ញុំសូមណែនាំអ្នកវាជាការល្អបំផុតក្នុងការមានសុខខ្ញុំតែមិនទទួលយកអ្នកគ្រាន់តែជាកូនប្រសារដែលរស់នៅជាមួយហើយដើម្បីយើងគួរយករបស់របរពីគ្រួសារលេងប៉ាអ្នកកំពុងលំអៀងពេកហើយយើងធានយូគឺជាចៅប្រុសពិតរបស់អ្នកហើយអ្វីបានជាអ្នកផ្ដល់របស់ល្អទាំងអស់ទៅឲ្យអ្នកខាងក្រៅសមត្ថភាពរបស់ហ៊ីលេងឆឹងខ្ញុំមិនអាចទទួលបានសំបីតែ100លើពីនេះទៅទៀតការទទួលបាន80លានពីខ្យល់ស្ដារតែសប្បាយចិត្តដោយសម្ងាត់តើវាអាចត្រូវបានប្រគល់ឲ្យយ៉ាងងាយយ៉ាងនេះដោយរបៀបណាតែជីតាបានឲ្យវាទៅគាត់យ៉ាងណាក៏ដោយជីតានៅតែជាអ្នកកំណត់ជោគវាសនាក្នុងគ្រួសារនេះតើអ្នកទាំងអស់គ្នានៅទីនេះថ្ងៃនេះទេគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នកមកលេងលោកតាទេតើអ្នកធ្វើពុតជាធ្វើអ្វីនៅទីនេះដោយសេចក្ដីយ៉ាងនេះពិតមិនរស់នៅអ្នកកំពុងចូលរួមជាមួយអ្នកខាងក្រៅខ្ញុំមិនខ្វល់ពីអ្វីដែលលោកតាគិតទេទ្រព្យសម្បត្តិរបស់គ្រួសារលេងទទួលបានតាមរយៈសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំគឺលេងណានសៀងរួមទាំងគម្រោង300,000 លានយ៉ននេះតើអ្នកណាគួរទទួលបានប្រាក់នេះខ្ញុំជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការសម្រេចឲ្យលុយគាត់គឺដូចគ្នានឹងការឲ្យលុយអ្នកដែរមែនទេដរាបណាអ្នកទាំងពីរមានទំនាក់ទំនងចុះសម្រាប់អ្នកត្រូវការលីនឆេននឹងមិនបោះបង់ចោលអ្នកឡើយជីតាឥឡូវនេះគាត់កំពុងភ្ជាប់ពាក្យជាមួយនារីម្នាក់ទៀតពួកគេមិនខ្វល់ថាគ្រួសារលេងនៅរស់ឬស្លាប់នោះទេត្រឹមត្រូវហើយអ្វីទៅជាមនុស្សកំណាចគ្មានឆ្អឹងអ្វីដែលគាត់ដឹងគឺរបៀបពឹងផ្អែកលើស្ត្រីតើមានអ្វីផ្សេងទៀតដែលអ្នកមិនទាន់បានប្រាប់ខ្ញុំទេជីតាប្អូនស្រីខ្ញុំបានលេងលេះជាមួយជនក្បត់នោះយូរមកហើយការលេងលេះបរោះចំណាស់ជីតាអ្នកសុខសប្បាយជីទេព្រលឹមជីតាខឹងខ្លាំងណាស់រហូតដល់ក្អួតឈាមចង់បានអ្វីទៀតពេលសៀងផ្លាស់ទីទៅខាងអនុញ្ញាតឲ្យខ្ញុំជួបលោកតាសូមឲ្យខ្ញុំពិនិត្យសុខភាពលោកតាជប់ឲ្យទឹកភ្នែកក្រពើមកខ្ញុំទៀតទៅអ្នកប្រហែលជាសង្ឃឹមថាជីតានឹងស្លាប់លឿនឱកាសកែប្រែពាក្យបណ្ដាំទេមែនទេខ្ញុំប្រាប់អ្នកថ្ងៃនេះអ្នកត្រូវតែលះបង់សិទ្ធិមរតករបស់អ្នកបើមិនដូច្នោះទេកុំគិតពីការចាក់ចេញពីប្រភេទនេះបុរាណតតែឥឡូវនេះខ្ញុំគ្រាន់តែខ្វល់ពីសុខភាពរបស់ជីតាម្ខាងគាត់បានវីនរណាម្នាក់លីងចាន់អ្នកហ៊ានវីនរណាម្នាក់អ្នកបានវីនរណាម្នាក់ណែងឆេងអ្នកមិនបានវាជារឿងមួយប៉ាតើអ្នកកំពុងធ្វើអ្វីនៅអីទេល្អតើខ្ញុំមកដល់ទីនេះដោយរបៀបណាជីតាទាំងអស់នេះដោយសារតែលេងធ្វើឲ្យអ្នកអួតឈាមតើអ្នកដឹងទេអ្នកស្ទើរតែស្លាប់ជប់ធ្វើការចោទប្រកាន់ដែលគ្មានមូលដ្ឋានទៀតតើអ្នកណាជាអ្នកបង្កាច់បង្ខូចនេះជាអ្នកជាអ្នកដែលធ្វើឲ្យលោកតាសន្លប់អ្នកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះឥឡូវនេះចេញពីទីនេះប៉ាដូច្នេះគោលបំណងរបស់អ្នកនៅថ្ងៃនេះគឺកិច្ចព្រមព្រៀងនេះលីងចេនមនុស្សគ្រប់គ្នាដឹងពីអ្វីដែលអ្នកកំពុងគិតចុះហត្ថលេខាឲ្យលឿនមាន3លាននៅក្នុងកាត់នេះអ្នកអាចយកវាបានប៉ុន្តែកុំរំពឹងថានឹងទទួលបានពិន្ទុតែមួយផ្សេងទៀតអ្នកជីតាតើអ្នកបានធ្វើអ្វីខ្លះចំពោះលោកតាឲ្យពិតប្រាកដខ្ញុំទើបតែ5ចូលខ្មោច13នេះមិនគួរជាករណីនោះទេអ្វីដែលមិនគួរមានខ្ញុំគិតថាអ្នកបានធ្វើវាដោយចិត្តចង់សម្លាប់លោកតាណាស់ដើម្បីយកទ្រព្យសម្បត្តិខ្ញុំកំពុងប្រាប់អ្នកថាវាមិនអាចទៅដែលនឹកស្មានថាអ្នកអាចកាច់សាហាវយ៉ាងនេះទេពួកគេមិនបានលើកលែងទោសជីតាតតែសោះប៉ាតើនេះជាអ្វីតើនេះអាចជាអ្វីទៀតតើអ្នកមិនទើបតែដាក់វាចូលទេខ្ញុំមិនបានចាក់ថ្នាំឲ្យអ្នកទេអ្នកស្លាប់ស្ថិតនៅក្នុងទីតាំងដ៏គ្រោះថ្នាក់បំផុតវាគឺដើម្បីផ្ដោតស្មារតីទាំងអស់របស់មនុស្សម្នាក់ទៅលើតែវាអាចមានរយៈពេលត្រឹមតែរយៈពេលខ្លីបន្ទាប់មកមនុស្សនោះនឹងស្លាប់ដោយសារការខ្វះឈាមអ្នកណាជាអ្នកធ្វើវាអ្វីវាជាអ្នកហ៊ាននិយាយជាមួយម៉ាក់ខ្ញុំបែបនេះដោយរបៀបណាម៉ាក់ក៏កំពុងធ្វើវាដើម្បីប្រយោជន៍គ្រួសារលេងដែរអាចមើលរំលងជីវិតនិងការស្លាប់របស់ជីតាដើម្បីជាប្រយោជន៍ដល់គ្រួសារលេងបានទេអ្នកជាមនុស្សមែនទេម៉ាក់ក៏ត្រូវបានគេបោកប្រាស់ដែររឿងសំខាន់ឥឡូវនេះគឺត្រូវជួយសង្គ្រោះលោកតាមានតែមនុស្សល្ងងនោះទេដែលអាចជួយសង្គ្រោះលោកតាបានឥឡូវហើយសត្វដ៏ធំនេះកម្រមានណាស់នៅក្នុងលោកប្រហែលជាវាមានតែនៅក្នុងរឿងព្រេងនិទានប៉ុណ្ណោះខ្ញុំគ្មានជំរឿផ្សេងទៀតទេឥឡូវនេះអ្នកណាថាគ្មានផ្លូវមិនអើពើនេះជាពិធីជប់លៀងរបស់គ្រួសារលេងអ្នកខាងក្រៅមិនត្រូវបានស្វាគមន៍ទេអ្នកណាថាខ្ញុំជាមនុស្សក្រៅភពខ្ញុំជាគូដណ្ដឹងរបស់លីនឆេនក្រៅពីនេះខ្ញុំនៅទីនេះដើម្បីជួយសង្គ្រោះលោកតាលេងអ្នកក៏មិនស្វាគមន៍ពួកគេដែរមែនទេអ្នកមានវិធីមួយ
ច្រើនឆ្នាំមុនម្ដាយខ្ញុំកំពុងមានជំងឺធ្ងន់ធ្ងរឪពុកបានប្រើគ្រប់មធ្យោបាយដើម្បីស្វែងរកថ្នាំគ្រាប់ដ៏អស្ចារ្យសម្រាប់ស្ដារភាពក្មេងជាងជាអកុសលខ្ញុំមិនអាចជួយសង្គ្រោះម្ដាយរបស់ខ្ញុំបានទេប្រហែលជានៅតែមានសង្ឃឹមសម្រាប់លោកតាលេងហេតុអ្វីយើងមិនប្រញាប់ទៅជួយសង្គ្រោះមានលក្ខខណ្ឌអ្វីខ្លះទ្រព្យសម្បត្តិរបស់គ្រួសារលេងអ្នកស្រីលេងពិតជាអ្នកជំនួញម្នាក់មែនអ្វីគឺអាស្រ័យលើលក្ខខណ្ឌទ្រព្យសម្បត្តិរបស់គ្រួសារលេងគ្មានអ្វីសម្រាប់ខ្ញុំទេខ្ញុំចង់បានបងប្រុសរបស់ខ្ញុំនៅពេលព្រឹកព្រលឹមឈប់បោកប្រាស់ទៀតទៅបងប្រុសពេលព្រឹកព្រលឹមខ្ញុំមិនបានធ្វើឈុតឆាកទេខ្ញុំដឹងថាលោកតាឡុងមានចិត្តល្អចំពោះអ្នកខ្លាំងណាស់បើអ្នកមិនប្រកាន់ទេខ្ញុំសុខចិត្តប្រើថ្នាំគ្រាប់ដ៏អស្ចារ្យសម្រាប់ស្ដារភាពក្មេងជាងវ័យនេះជាអំណោយភ្ជាប់ពាក្យរបស់ខ្ញុំនឹងរៀបការជាមួយអ្នកហើយធ្វើជាស្វាមីរបស់ខ្ញុំលីងចេនអ្នកពិតជាមានអ្វីមួយមែនខ្ញុំទើបតែត្រូវគេបោះបង់ចោលឥឡូវនេះខ្ញុំនឹងក្លាយជាកូនប្រសាររបស់អ្នកដទៃអ្នកពិតជាសម្រាមមែនឥឡូវនេះខ្ញុំនឹងក្លាយជាកូនប្រសាររបស់អ្នកដទៃអ្នកពិតជាសម្រាមមែនមិនមែនគ្រាន់តែអ្នកណាម្នាក់អាចក្លាយជាកូនប្រសាររស់នៅជាមួយគ្នាបានទេខ្ញុំខ្លាចថាទោះបីជាអ្នកបានចំណាយលុយឲ្យនរណាម្នាក់យកបងប្រុសរបស់អ្នកនៅពេលណាចាំវេលារបស់អ្នកចិត្តអស់ហើយខ្ញុំសុខចិត្តប្រើថ្នាំគ្រាប់ដ៏អស្ចារ្យសម្រាប់ស្ដារភាពក្មេងជាងវ័យនេះជាថ្លៃបណ្ណាការរបស់ខ្ញុំនិងគ្រួសារឈិនទាំងមូលនៃហោចឹងអ្នកពិតជាស្ត្រីដែលសន្សំសំចៃមែនជាមួយក្រុមគ្រួសារទាំងមូលសម្រាប់តែសម្រាមឥតប្រយោជន៍បែបនេះបងប្រុសលីងចេងវាមិនអាក្រក់ទេប្រសិនបើគ្រួសារនេះគ្រាន់តែរស់នៅក្នុងភាពស្រពេចស្រពាលនោះពួកគេនឹងមិនដែលដឹងថាពួកគេខកខានអ្វីឡើយជប់ខ្ជិះខ្ជាយដង្ហើមលើពួកគេការសង្គ្រោះជីវិតគឺជាអាទិភាពលើកនេះខ្ញុំជំពាក់អ្នកវាមិនសំខាន់ទេបើគ្រាន់តែកុំភ្លេច follow និងចុច like share ឲ្យ admin ម្នាក់មួយផង